គ្រប់ជំរាបសួរលោកគ្រូហើយក៏ដូចជាសួស្តីមិត្តភ័ក្តិទាំងអស់គ្នាអញ្ចឹងថ្ងៃនេះដែរខ្ញុំនឹងមកធ្វើការបកស្រាយអំពីលំហាត់មួយដែលតាក់ទងទៅនឹង DHCP server ប៉ុន្តែក្នុងថ្ងៃនេះដែរខ្ញុំនឹងមកធ្វើតាក់ទងទៅនឹង DHCP relay agent បន្ថែមទៀតដែលមានន័យថាdevice នៅក្នុង subnet ផ្សេងទៀតអាចទទួលបាននៅ IP address ពី subnet មួយរបស់ DHCP server បានអញ្ចឹងចូលមកដល់លំហាត់របស់យើងតែម្ដងគឺយើងមាន table មួយមានន័យថាបង្ហាញអំពីនៅ network IP របស់លំហាត់យើងទាំងមូលអញ្ចឹងដំបូងតាក់ទងទៅនឹង CentOS អញ្ចឹងយើងប្រើទៅលើ CentOS 9ដែលវាមាន interface ជា ENS33 ហើយ IP address យើងគឺ192.168.20.1/24 មានន័យថា subnet mask វាគឺ 255.255.255.0 បន្ទាប់មកយើងមាន router មួយដែលសម្រាប់ធ្វើ relay agent មានន័យថាវាមាន interface 2អញ្ចឹងតាក់ទងទៅនឹង interface ទី1គឺ G10 វាមាន IP 192.168.20.254 បន្ទាប់មកយើងមាន interface មួយទៀតដែលវាមាន IP address 192.168.30.1/24 ហើយបន្ទាប់មកយើងមាន PC 1ហើយនិង PC 2ដើម្បីទទួលបាន IP address ពី DHCP server ដោយ command IP helper address ដែលយើងនឹងធ្វើនៅបន្ទាប់ទៀតបន្ទាប់ពីហ្នឹងយើងមានជា network topology មួយដែលបង្ហាញអំពី flow ឬក៏ process ទាំងមូលរបស់ lab យើងទាំងមូលអញ្ចឹងទី1គឺតាក់ទងទៅនឹង VMnet 1ដែលមានន័យថានៅក្នុងលំហាត់របស់យើងហ្នឹងក្នុង virtual machine ហ្នឹងគឺយើងប្រើប្រាស់ទៅលើ VMnet 1បន្ទាប់មកទៀតយើងមាន GNS3 ដែលសម្រាប់ធ្វើ relay agent ដោយដែលយើងបានឃើញក្នុងរូបមានន័យថាយើងប្រើប្រាស់ router ដើម្បីធ្វើ relay agent ដែលនៅក្នុង interface ទី1ដោយដែលបានបញ្ជាក់ពីខាងដើមវាមាន IP ប៉ុណ្ណឹងបន្ទាប់មកវាភ្ជាប់ទៅ interface ទី2បន្ទាប់មកភ្ជាប់ទៅ Ethernet switch ហើយក៏ភ្ជាប់ទៅលើ PC 1ហើយនិង PC 2អញ្ចឹងតទៅមុខទៀតយើងនឹងបង្ហាញពី process តាក់ទងទៅនឹងការធ្វើរបស់ lab យើងទាំងមូលតែម្ដងនៅក្នុង CentOS ហើយក៏ដូចជា CNS ក៏ដូចជា GNS3 ផងដែរអូខេអញ្ចឹងយើងចូលមកដល់ lab យើងបន្តទៅទៀតគឺចូលមកដល់ការ config នៅក្នុង CentOS មានន័យថា CentOS ហ្នឹងវាដើរតួជា DHCP server នៅក្នុងការបោះ IP address ទៅកាន់ client អញ្ចឹងជំហានដំបូងគឺយើងត្រូវមាន CentOS 9នៅក្នុង VMware យើងសិនមកបន្ទាប់មកយើងត្រូវចូលទៅកាន់ VM បន្ទាប់មកយើងចូលទៅកាន់ edit បន្ទាប់មកយើងចូលទៅកាន់ Visual Network Editor នៅក្នុងកន្លែងនេះដែរនៅក្នុង Visual Network Editor គឺយើងត្រូវគឺខ្ញុំបានប្រើប្រាស់នៅលើ VMnet 1ហើយ type វាគឺយើងយក host only មានន័យថាយើងប្រើប្រាស់តែទៅលើ private network stable ទៅលើ private network បន្ទាប់មកកន្លែងនេះគឺយើងត្រូវ uncheck វាព្រោះថាបើសិនជាយើងuse local DHCP service to distribute IP address to VMS ហ្នឹងមានន័យថាវាអាចនឹងអត់បាន IP address ឬក៏វាប្រើប្រាស់នៅ DHCP ផ្សេងដូច្នេះហើយបានជាយើងប្រើទៅលើយើង uncheck វាយើង check តែ host only ហើយនឹង connect a host visual adapter to this network បន្ទាប់ពីយើង check ពីហ្នឹងមកយើងបើកទៅលើ CentOS របស់យើងបន្ទាប់ពីយើងបើកទៅលើ CentOS របស់យើងមកយើងត្រូវចូលទៅកាន់suroot មានន័យថាយើង log in ជា suroot ប៉ុន្តែកន្លែងនេះខ្ញុំ log in ជា suroot ហើយយើងត្រូវចូលទៅលើ num tuiដើម្បីមានន័យថាដើម្បីដាក់ទៅលើ IP address នៅក្នុង CentOS របស់យើងអញ្ចឹងយើងចូលមកបន្ទាប់មកយើងត្រូវប្រើប្រាស់នៅ arrow key ព្រោះថាបើសិនជាយើងប្រើ mouse គឺអត់កើតទេបន្ទាប់មកយើង enter បន្ទាប់មកយើងចូល ENS33 បន្ទាប់មកយើងចូលទៅកាន់ការដាក់ IP address របស់យើងប៉ុន្តែដោយសារតែកន្លែងនេះគឺខ្ញុំបាន set ទៅលើ IP address ហើយគឺ 192.168.20.1 ដោយដែលបានបង្ហាញពីខាងដើមនេះគឺជាការគ្រោងទុករបស់យើងបន្ទាប់ពីយើងដាក់ហើយយើងដាក់ DNS server មួយទៀតមកកន្លែងនេះយើងហើយគឺយើងចុចទៅលើពាក្យ OK បន្ទាប់មកយើង back ទៅវិញមកបន្ទាប់មកយើងចុចទៅលើពាក្យ OK
អូខេបន្ទាប់មកយើងត្រូវ check មើលថាតើ IP address របស់យើងនឹងគឺវាត្រឹមត្រូវដែរឬទេអញ្ចឹងយើងវាយ comment មួយគឺ IP អូខេអញ្ចឹងមានន័យថា IP របស់យើងគឺដាក់បានរួចរាល់ហើយគឺវាមាន IP 192.168.20.1/24 ដែលជា subnet mask របស់យើងនឹងបន្ទាប់មកទៀតយើងត្រូវ install ទៅលើDHCP server របស់យើងមានន័យថាកន្លែងនេះយើងមាន command មួយដើម្បីអីដើម្បី install នៅ DHCP server package អញ្ចឹងយើងមាន DNF install DHCP server DHCP server ហើយបន្ទាប់មកយើងដក Y អញ្ចឹងកន្លែងហ្នឹងដោយសារតែខ្ញុំបាន set up ហើយ install នៅ server package ហើយអញ្ចឹងខ្ញុំអត់ចាំបាច់ install ម្ដងទៀតទេបន្ទាប់មកទៀតបន្ទាប់ពីយើង install ហើយគឺយើងត្រូវ enable DHCP service របស់វាអញ្ចឹងកន្លែងនេះយើងត្រូវ enable វាមកអញ្ចឹងយើងវាយពាក្យ system ctl បន្ទាប់មកទៀតយើងវាយពាក្យ enable បន្ទាប់មកទៀតយើងវាយពាក្យsystem ctl enable ហើយ DHCPD អូខេអញ្ចឹងមានន័យថាកន្លែងហ្នឹងគឺយើង enable នៅ DHCP របស់យើងមានន័យថាដើម្បីឲ្យ DHCP របស់យើងហ្នឹងគឺវា automatically start នៅពេលដែលយើង reboot ហើយបន្ទាប់មកទៀតគឺយើងត្រូវ start ទៅលើ DHCP របស់យើងអញ្ចឹងយើងត្រូវវាយ command មួយដែលតាក់ទងទៅនឹង ctl ដដែលបន្ទាប់មកវាយពាក្យ start DHCPD បន្ទាប់មកយើង start នៅ DHCP របស់យើងអញ្ចឹងបន្ទាប់ពីយើងវាយ command ហ្នឹងហើយយើង check យើងត្រូវ check វាថាតើ DHCP របស់យើងហ្នឹងគឺវា run correct នៅមានន័យថា service របស់វាហ្នឹងគឺ active running នៅអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវវាយមួយទៀតគឺយើងត្រូវវាយ system ctl ហើយ status យើងត្រូវ check status របស់វាថាតើ DHCP របស់យើងនឹង enable នៅ status DHCPD អូខេដូចដែលបានឃើញមានន័យថា DHCP របស់យើងគឺវា active ហើយមានន័យថាគឺយើងបាន enable ទៅលើ DHCPD របស់យើងហើយអញ្ចឹងបន្ទាប់ពីយើង enable ហើយអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវ config file របស់ DHCP របស់យើងនឹងមានន័យថាយើងត្រូវ config DHCP server របស់យើងនៅក្នុងfile អញ្ចឹងយើងប្រើ command មួយគឺ command nano មកដោយសារតែ file ហ្នឹងគឺវានៅក្នុង/etc/dhcp dhcpd.con អូខេអញ្ចឹងកន្លែងនេះគឺយើងត្រូវសរសេរ script មួយសម្រាប់បោះទៅលើDHCP របស់យើងទៅកាន់ router ហើយចេញពី router ចូលទៅកាន់ PC មួយហើយនឹង PC2 របស់យើងមានន័យថាយើងប្រើប្រាស់ទៅលើ relay IP relay អញ្ចឹងនៅក្នុង script នេះគឺខ្ញុំបានសរសេរហើយដែល comment ទី1ហ្នឹងគឺតាក់ទងទៅនឹង default list time 600អញ្ចឹងអ្វីទៅជា default list time default list time ហ្នឹងមានន័យថាវាជា comment មួយសម្រាប់renew client IP address មានន័យថានៅពេលវាចប់600ហ្នឹងមកវានឹង renew នៅ IP របស់ client ម្ដងទៀតហើយអានេះគឺ max list time ហ្នឹងគឺជាសំដៅទៅលើ maximum list duration តបមកទៀតយើងមាន authoritative មានន័យថាកន្លែងហ្នឹងគឺយើងដើម្បីset authorization ទៅលើ server របស់យើងកុំឲ្យមានប៉ះពាល់បន្ទាប់មកទៀតគឺយើងមានទៅលើ subnet មានន័យថា subnet ទី1របស់យើងគឺ20.0 បន្ទាប់មកទៀត subnet មួយទៀតគឺ30.0 មានន័យថា subnet នេះគឺសម្រាប់ client network មានន័យថាវាប្រើប្រាស់ទៅលើ relay agent range គឺខ្ញុំប្រើប្រាស់ range ពី30
ពី100ទៅកាន់200អញ្ចឹងមានន័យថា IP ដែល PC អាចបានគឺចន្លោះពី100ទៅកាន់200ឧទាហរណ៍ថា PC មួយអាចបាន192.168.0.30.101រហូតដល់199ឬក៏200អញ្ចឹងទៅបន្ទាប់មកទៀតគឺយើងចូលទៅកាន់ option router ហ្នឹងគឺសំដៅទៅលើ gateway មានន័យថា gateway ដើម្បីធ្វើដំណើរពី CentOS ទៅកាន់ client របស់យើងបន្ទាប់មកយើងមាន option subnet mask គឺ255.255.255.0បន្ទាប់មកទៀតយើងមាន domain name server គឺយើងដាក់ 8.8.8.8 ឬកន្លែងនេះយើងអាច set បន្ថែមទៀតគឺយើងអាចដាក់ domain name អាចដាក់បញ្ញា .com ក៏បានអាហ្នឹងស្រេចតែចិត្តដែលយើងចង់ដាក់ទេបន្ទាប់ពីយើងដាក់ហើយអីហើយគឺយើងត្រូវ save script របស់វាហើយមួយទៀតបញ្ជាក់មួយវិញដែរគឺបើសិនជាយើងអត់ចង់ឲ្យ script ហ្នឹងវាមានបញ្ហាទេគឺយើងត្រូវធ្វើការ backup ទៅលើវាមានន័យថាឧទាហរណ៍ថាបើសិនជា script យើងកែ script ចុះឡើងវាមានបញ្ហាអញ្ចឹងយើងអាចយកអា backup ហ្នឹងមកប៉ះពៅនៅការធ្វើឲ្យខូចខាត script របស់យើងនឹងបានប៉ុន្តែកន្លែងហ្នឹងខ្ញុំអត់បានធ្វើទេប៉ុន្តែអានេះវាជា key មួយសម្រាប់ឲ្យយើងធ្វើនៅពេលដែលយើងធ្វើជាការងារធំនៅក្នុងក្រុមហ៊ុនផ្សេងធំជាដើមអញ្ចឹងបន្ទាប់ពីយើងធ្វើហើយ script របស់យើងមកនៅក្នុង Nano គឺយើងត្រូវចុច Control O ដើម្បី save file បន្ទាប់មកយើងចុច Enter បន្ទាប់មកយើង Control X កន្លែងនេះបន្ទាប់ពីយើង run ហើយអីហើយយើងត្រូវ restart នៅ DHCPD របស់យើងដើម្បីឲ្យវា restart អញ្ចឹងយើងមាន command មួយគឺ command restart ctl ហើយបន្ទាប់មកបាយពាក្យ restart មក restart DHCPD អញ្ចឹងកន្លែងហ្នឹងវាប្រកាសជា restart នៅ DHCPD របស់យើងហើយអញ្ចឹងបន្ទាប់ពីវា restart ហើយយើងត្រូវទៅមើលនៅ GNS3 របស់យើងម្ដងកន្លែងនេះគឺយើងនៅមានភារកិច្ចមួយទៀតដែលយើងត្រូវធ្វើគឺតាក់ទងទៅនឹង IP route ប៉ុន្តែកន្លែងហ្នឹងគឺយើងត្រូវ move ទៅលើ GNS3 សិនចាំយើងបកមក CentOS យើងតាមក្រោយដើម្បីឲ្យវាគេហៅថា step ជា step មួយដំណាក់ទៅមួយដំណាក់អូខេអញ្ចឹងឥឡូវយើងចូលទៅកាន់ GNS3 របស់យើងសិនអញ្ចឹងយើងចូលមកដល់វគ្គ GNS3 របស់យើងអញ្ចឹងយើងចូលមកដល់ GNS3 គឺដោយដែលយើងបានឃើញ network topology របស់យើងអានេះនៅក្នុង GNS3 តែម្ដងហើយយើងឃើញមិញគឺគាត់ជាការគូតំណាងនៅខាងដើមវីដេអូដើម្បីមានភាពងាយស្រួលនៅក្នុងការមើលអញ្ចឹងដំបូងគឺយើងត្រូវមាន cloud VMnet 1អញ្ចឹង cloud VMnet 1ហ្នឹងនៅពេលដែលយើង drag វាចុះមកវាកន្លែងនេះគឺមាន Ethernet ប៉ុន្តែយើងត្រូវលុប Ethernet នឹងចោលជៀសវាងការមានបញ្ហាបន្ទាប់មកវានៅពេលដែលយើងចុច Ethernet នេះវាអត់មានអីទេអញ្ចឹងយើងត្រូវចុច show special Ethernet interface បន្ទាប់ពីយើងចុចមកគឺវានឹងឃើញមានពាក្យ VMware Network Adapter VMnet 1ប៉ុន្តែកន្លែងនេះដោយសារតែខ្ញុំបាន add វាហើយអញ្ចឹងវាអត់មានទេនៅក្នុងកន្លែងនេះពេលដែលយើងចុចឧទាហរណ៍ថាយើងចុច VMnet 1ហើយយើងត្រូវចុចពី add បន្ទាប់មកយើងចុចពី apply បន្ទាប់មកយើងចុចពី OK គឺយើងនឹងបានឃើញដូចដែលរូបភាពបានបង្ហាញនេះតែម្ដងបន្ទាប់ពីយើងធ្វើបែបហ្នឹងហើយមានន័យថា cloud នេះគឺទទួលបាន server ពី CentOS មានន័យវាមកពី CentOS ចូលទៅកាន់ router boss DHCP ឲ្យ PC របស់យើងតែម្ដងអូខេបន្ទាប់មកទៀតយើងចូលទៅកាន់ router ដើម្បី config នៅinterface របស់វាមានន័យថាយើង set IP address ឲ្យវាប៉ុន្តែកន្លែងនេះយើងឆេងអក្សរឲ្យធំសិនដើម្បីឲ្យមានភាពងាយស្រួលនៅក្នុងការមើលដាក់18ទៅដើម្បីឲ្យវាមានភាពងាយស្រួលនៅក្នុងការមើលហើយតោះមកយើងចុច apply អូខេអញ្ចឹងដំបូងនៅក្នុងការជំហានដំបូងនៅក្នុងការធ្វើរបស់យើងគឺយើងត្រូវ show run សិនមានន័យថាយើងត្រូវ show run ដើម្បី check មើល interface វាតើ interface របស់យើងហ្នឹងគឺត្រឹមត្រូវដែរឬទេអញ្ចឹង interface ដូចដែលបានលើកឡើងពីខាងលើគឺវាមាន gig 1/0 ហើយនិង gig 2/0 អញ្ចឹងមានន័យថា interface របស់យើងគឺត្រឹមត្រូវហើយបន្ទាប់មកទៀតគឺយើងត្រូវចូលដាក់ IP address ទៅកាន់ interface gig មួយអញ្ចឹងយើងត្រូវធ្វើដូចម្ដេចយើងត្រូវវាយ config t បន្ទាប់មកយើងវាយពាក្យ IP add 192 no sorry មានន័យថាយើងវាយពាក្យ in gig 1/0 បន្ទាប់ពីយើងវាយ in gig 1/0 ហើយគឺយើងត្រូវវាយ IP address 192.168.0.0
20.254 ដែលយើងបានគ្រោងទុកខាងដើមកន្លែងនេះគឺយើងដាក់ប៉ុន្មានក៏បានដែរប៉ុន្តែយើង set ដាក់ពី54តមកយើងវាយ subnet mask របស់វាមួយទៀតគឺ 255.255.255.0 តមកយើង enter ប៉ុន្តែកន្លែងនេះដោយសារតែខ្ញុំធ្វើហើយអញ្ចឹងខ្ញុំអត់អាចដាក់បានទៀតទេដោយសារតែខ្លាចវា overlap គ្នាបន្ទាប់ពីយើងវាយហើយយើងត្រូវវាយពាក្យ no shut ដើម្បីបើក port របស់វាឲ្យ interface របស់យើងហ្នឹងគឺវា open វា up port អូខេបន្ទាប់ពីយើងវាយហើយគឺយើង exit ចេញពី interface ហ្នឹងមកបន្ទាប់មកយើងត្រូវចូល interface gig 20 ដង20 ដងអញ្ចឹងបន្ទាប់ពីយើងវាយ interface gig 20ហើយគឺយើងត្រូវដាក់ IP address ដូចគ្នាគឺយើងធ្វើដូចនៅ interface gig 1/0 ដូចគ្នាអញ្ចឹងយើងវាយ IP add 192.168.30.1 តមក 255.255.255.0 អូខេអញ្ចឹងបន្ទាប់ពីយើងដាក់ IP address ឲ្យវាហើយយើង enter មកបន្ទាប់ពីយើង enter ហើយយើងមាន command មួយដែលសំខាន់ជាងគេហើយសំខាន់បំផុតគឺ IP helper address អញ្ចឹងថាតើ IP helper address ហ្នឹងគឺវាមានសារៈសំខាន់អ្វីទៅកាន់ lab របស់យើងហ្នឹងអញ្ចឹង IP helper address ហ្នឹងគឺយើងដឹងហើយថា DHCP គឺវាប្រើប្រាស់នៅ broadcast package អញ្ចឹង router គឺវាអត់អាច forward នៅអញ្ចឹងមានន័យថា IP helper address ហ្នឹងគឺវាអត់ forward នៅ broadcast by default ទេមានន័យថាម៉េចមានន័យថា IP helper address របស់យើងហ្នឹងគឺវា convert នៅ client DHCP broadcast ទៅកាន់ unicast package វិញហើយ send ទៅកាន់ DHCP server នៅកាន់ទៅកាន់ subnet ផ្សេងទៀតទៅកាន់another subnet មាន subnet ផ្សេងទៀតបន្ទាប់មកទៀតនៅពេលដែល server reply មកវិញគឺ router ហ្នឹងគឺ forward មានន័យថាវា forward reply back ពី client ហ្នឹងទៅកាន់ server របស់យើងវិញអញ្ចឹងមានន័យថាម៉េចមានន័យថាវាអាចឲ្យ device នៅកាន់ different network មានន័យថា network ផ្សេងទៀតហ្នឹងគឺអាចទទួលបាននៅ IP address automatically អាចទទួលបាន IP address ដោយ auto តែម្ដងនេះហើយគឺជាសារៈសំខាន់នៅ IP helper address អូខេបន្ទាប់មកទៀតយើងដាក់នៅ IP របស់យើងគឺ 192.168 មានន័យថាវា have ពីណាមកវា have មានន័យថាវាទទួលបាន IP ពី subnet 20.1 មកពី CentOS របស់យើងមកអូខេអញ្ចឹងយើងត្រូវដាក់ 20.1 ប៉ុន្តែកន្លែងនេះដោយសារតែខ្ញុំដាក់ហើយបន្ទាប់ពីយើងវាយអាហ្នឹងហើយគឺយើង complete ជាសោះគឺ comment no shut យើង no shut down មកមានន័យថា port ហ្នឹងគឺប្រកាសជា up ហើយបន្ទាប់ពីយើងដាក់ហើយយើង end វាមកវា end នេះបន្ទាប់មកយើង show run មើលថាតើការដាក់របស់យើងហ្នឹងគឺត្រឹមត្រូវដែរឬទេអូខេដូចដែលបានឃើញគឺនេះគឺជាអ្វីដែលយើងចង់បានមានន័យថាយើងមាន gig 1/0 IP address 20.254 បន្ទាប់មកយើងមាន gig 2/0 IP address គឺ 30.1 ហើយបន្ទាប់មកយើងមាន IP helper address ដែលវាមកពី CentOS server របស់យើងបន្ទាប់មកទៀតដោយកន្លែងមិញយើងអត់ដឹងថា port របស់យើង up ឬមិន up ទេដោយសារកន្លែងនេះវាអត់មានពាក្យ no shut អញ្ចឹងយើងអាច check មួយទៀតគឺ show IP interface brief អូខេអញ្ចឹងយើងអាចឃើញហើយថា status របស់យើងតាំងពី interface ហ្នឹងគឺវា up អញ្ចឹងមានន័យថាវា OK ហើយអញ្ចឹងយើងចេញពី router របស់យើងហ្នឹងគឺយើង close router របស់យើងហ្នឹងមកបន្ទាប់មកទៀតយើងមើល network topology ថាតើការភ្ជាប់របស់យើងត្រឹមត្រូវដែរឬទេបន្ទាប់ពីយើងមើលហើយអីហើយគឺយើងត្រូវចូលត្រឡប់ទៅកាន់ CentOS វិញដើម្បីដាក់នៅ IP route មានន័យថាដើម្បីឲ្យវា route ពី CentOS server ពី VMware របស់យើងនឹងចូលទៅកាន់ router ហើយបោះ DHCP server ឲ្យទៅកាន់ PC របស់យើងបានអញ្ចឹងឥឡូវយើងចូលទៅកាន់ CentOS របស់យើងវិញនេះគឺជា CentOS របស់យើងអូខេអញ្ចឹងឥឡូវបន្ទាប់ពីយើងដាក់ IP ហើយអីហើយមានន័យថាយើងត្រូវចូលទៅដាក់ IP route វិញម្ដងអញ្ចឹងកន្លែង IP route ហ្នឹងគឺយើងត្រូវធ្វើម៉េចមានន័យថាយើងវាយពាក្យ IP ប៉ុន្តែកន្លែងនេះបើសិនជាយើងនៅក្នុង root គឺយើងអត់ចាំបាច់វាយពាក្យ sudo ទេអញ្ចឹងមានន័យថាកន្លែងនេះយើងវាយ IP route add
92.168 ចុចយើងរោតទៅណាមិនយើងរោតទៅ30អញ្ចឹងយើងត្រូវវាយ IP ចុច 30.0 តបមក /24 ពីណាមកវាគឺវា 192.168.20.254 ដោយដែលយើងបានបញ្ជាក់ពីខាងដើមគឺយើងមាន router មួយហើយអញ្ចឹង interface មួយគឺ 254 អញ្ចឹងមានន័យថាវា route ពី 254 ចូលមកកាន់ 30 ហើយបោះវាចូលទៅកាន់ PC របស់យើងបន្តទៀតអាហ្នឹងគឺការ config នៅ static route របស់យើងវាជា fundamental នៅក្នុងការឲ្យserver 2មានន័យថា router 2ឬក៏ device 2អាច communicate គ្នាបានឆ្លង router អាហ្នឹងគឺអញ្ចឹងយើងវាយនៅ comment ហ្នឹងមកបន្ទាប់មកយើងត្រូវបញ្ជាក់វាថាតើការដាក់របស់យើងហ្នឹងគឺត្រឹមត្រូវដែរឬទេប៉ុន្តែកន្លែងនេះដោយសារតែខ្ញុំដាក់ហើយអញ្ចឹងអាចដាក់ទៅវា overlap អញ្ចឹងយើងត្រូវវាយពាក្យ IP route ដើម្បីបញ្ជាក់ក្នុងចំណុចនេះដែរគឺយើងតតែចេញបែបនេះទើបការដាក់របស់យើងត្រឹមត្រូវប៉ុន្តែបើចេញខុសពីហ្នឹងគឺវាអាចនឹងនៅពេលដែលយើង ping ទៅវាអាចចេញជា network unreachable អញ្ចឹងតតែចេញបែបនេះគឺទើប network យើងទៅដល់គោលដៅហើយយើងត្រូវប្រកាសថាការប្រើប្រាស់របស់យើងគឺ ENS 33តាមពិតទៅកន្លែងនេះវាអាចចេញជា ENS 33 ENS 36 ENS 34តាមដែល computer របស់យើងប្រើប្រាស់ប៉ុន្តែនៅក្នុង computer របស់ខ្ញុំគឺប្រើប្រាស់ទៅលើ ENS 33នៅក្នុង VM ខ្ញុំផ្ទាល់អញ្ចឹងវាចេញប៉ុណ្ណឹងតែម្ដងបន្ទាប់ពីយើងធ្វើអាហ្នឹងហើយអស់ហើយនៅក្នុង CentOS ហើយអស់ហើយអ្វីបន្ទាប់ទៀតគឺយើងត្រូវ verify នៅ DHCP របស់យើងមានន័យថាតើ DHCP របស់យើងហ្នឹងគឺទទួលបានជោគជ័យដែរឬទេអញ្ចឹងយើងត្រូវវាយពាក្យ journalctl .u dhcpd .f អូខេអញ្ចឹងនៅពេលដែលយើងវាយមកគឺវាប្រកាសជាឃើញនៅ process នៅក្នុងការការដើរនៅ DHCP របស់យើងហើយជុំមួយកន្លែងនេះចេញក្រហមអញ្ចឹងបន្ទាប់មកទៀតយើងត្រូវសាកល្បងថាតើការ ping របស់យើងគឺអាចជោគជ័យដែរឬទេឥឡូវយើងសាក ping ទៅកាន់ network 192.168.30.1 អូខេអញ្ចឹងមានន័យថាយើងអាច ping ដើរធម្មតាបន្ទាប់មកយើង ping ចូលបើ ping 30ចូលហើយអញ្ចឹងយើងអត់ចាំបាច់ ping 254ដែរ254ទេបន្ទាប់មកទៀតយើងត្រូវប្រកាសថានៅក្នុង DHCP របស់យើងហ្នឹងគឺវាទទួលបាន IP ឥឡូវដោយសារតែកន្លែងនេះគឺខ្ញុំទទួលបាន IP ស្រាប់ឥឡូវយើងសាកដាក់នៅ PC មួយទៀតដើម្បីបញ្ជាក់ថាវាទទួលបាននៅ DHCP ពិតប្រាកដមែនអញ្ចឹងយើង direct នៅ PC របស់យើងមកបន្ទាប់មកយើងភ្ជាប់ខ្សែ Ethernet 3ចូលមកកាន់ computer របស់យើងបន្ទាប់មកយើង start device start device មកបន្ទាប់មកយើងដំបូងដើម្បីប្រកាសសិនគឺយើងទៅមើល IP សិនថាវាមាន IP ដែរឬទេអញ្ចឹងដូចដែលបានឃើញគឺវាអត់ទាន់មាន IP address ទេអញ្ចឹងបន្ទាប់មកយើងត្រូវសុំ IP address ពី DHCP server របស់យើងអញ្ចឹងយើងវាយពាក្យ IP DHCP អញ្ចឹងយើងរងចាំវាមកសន្ទុះវានឹងទទួលបាននៅ IP DHCP របស់យើងហើយនេះដូចដែលយើងបានឃើញគឺវានឹងទទួលបាននៅ IP DHCP មួយគឺកន្លែងនេះបន្ទាប់មកយើង check វាសាថ្មីមក here មានន័យថាយើងទទួលបាននៅ IP DHCP មួយគឺ192.168.30.102/24គឺយើងទទួលបាននៅទាំង DNS ហើយ gateway វាគឺ 30.1 DNS server យើងគឺ 192.168.20.1 អញ្ចឹងមានន័យថា lab របស់យើងគឺជោគជ័យហើយនៅក្នុងការប្រើប្រាស់នៅ Relay Agent អញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណលោកគ្រូហើយក៏ដូចជាអរគុណដល់អ្នកទាំងអស់គ្នាផងដែរ